គ្រាន់តែញោមសុទ្ធមាន់មួយថ្ងៃពីរគ្រាប់សោះមានប្រយោជន៍អស្ចារ្យដល់ម្លឹងផងអត្ថប្រយោជន៍នៃស៊ុតមាន់ត្រូវបានចោទជាសំណួរជារឿយៗហើយអ្នកខ្លះច្រើនតែនិយាយបង្ខូចអំពីវាប៉ុន្តែលទ្ធផលដែលបានដកស្រង់ចេញពីការសិក្សាពេលថ្មីៗនេះបានបង្ហាញថាការទទួលទានស៊ុតចំនួន2ទៅ3គ្រាប់ក្នុងមួយថ្ងៃគឺជាបរិមាណដ៏ល្អមួយជាមួយនឹងគុណប្រយោជន៍ 9 យ៉ាងដូចខាងក្រោម 1. ខួរក្បាលរបស់អ្នកស្ថិតនៅក្រោមការការពាររបស់ខូលីនរាងកាយអ្នកនឹងទទួលបានវីតាមីន Phospholipid ដែលជាសារធាតុមួយធានាដល់ទំនាក់ទំនងនៃកោសិកាខួរក្បាលហើយវាមានផ្ទុកនៅខូលីនគ្រប់គ្រាន់ហេតុនេះវាអាចបង្កើនការចងចាំព្រោះថាកង្វះខូលីនអាចធ្វើឲ្យការចងចាំថយចុះ 2. កំហើញនៃភ្នែកត្រូវបានការពារដោយសារលូធីនការសិក្សាថ្មីបានបង្ហាញថាស៊ុតមាន់គឺសម្បូរទៅដោយសារធាតុលូធីនដែលជាសារធាតុមួយដែលទទួលខុសត្រូវក្នុងការធ្វើឲ្យមើលឃើញច្បាស់និងមុតកង្វះសារធាតុនេះនឹងនាំឲ្យមានការកើនឡើងនៃការប្រែប្រួលយ៉ាងខ្លាំងទៅលើបញ្ហាភ្នែកនិងធ្វើឲ្យកំហើញមានការខូចខាតហើយមិនអាចត្រឡប់មកភាពដើមវិញ 3. វីតាមីន D ជួយក្នុងការស្រូបយកកាល់ស្យូមវីតាមីន D ជួយស្រូបយកកាល់ស្យូមបានល្អជាងមុនហើយធ្វើឲ្យឆ្អឹងនិងធ្មេញរបស់អ្នកកាន់តែរឹងមាំ 4. វីតាមីន B កុំភ្លេចជួយការពារស្បែកសក់និងថ្លើម ប៊ីយ៉ូទីន វីតាមីន B12 និងប្រូតេអ៊ីនដែលមានក្នុងអាហារបានរួមចំណែកក្នុងការធ្វើឲ្យសុខភាពសក់និងស្បែកកាន់តែល្អប្រសើរចំណែក Phospholipid ក៏អាចជួយបង្កើននូវការកម្ចាត់ជាតិពុលពីក្នុងថ្លើមផងដែរ 5. កាត់បន្ថយការប្រឈមនឹងជំងឺសរសៃឈាមបេះដូងការសិក្សាថ្មីមួយបានបង្ហាញថាកូលេស្តេរ៉ូលដែលបានពីស៊ុតគឺត្រូវបានធ្វើឲ្យមានលំនឹងជាមួយនឹងផូស្វាទីតដែលពុំមានផលប៉ះពាល់ដល់សុខភាពទេហើយវាក៏បានចូលរួមក្នុងការហាមឃាត់មិនឲ្យរាងកាយយើងផលិតកូលេស្តេរ៉ូលដោយខ្លួនឯងផងដែរលើសពីនេះទៅទៀតស៊ុតមានផ្ទុកអាស៊ីតអូមេហ្គា 3 ដែលជួយកាត់បន្ថយកម្រិត triglyceride ដូចនេះវាជួយកាត់បន្ថយហានិភ័យដែលបង្កឲ្យមានជំងឺសរសៃឈាមបេះដូង 5. សម្រកទម្ងន់អ្នកវិទ្យាសាស្ត្រនៃសហរដ្ឋអាមេរិកបានធ្វើការសន្និដ្ឋានថាប្រសិនបើអ្នកទទួលទានអាហារដែលមានកាឡូរីទាបជាមួយនឹងស៊ុតមាន់សម្រាប់អាហារពេលព្រឹកនោះអ្នកនឹងអាចសម្រកទម្ងន់បានលឿនជាងមុន2 ដង 7. កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកខូលីនដែលមានសារៈសំខាន់ចំពោះខួរក្បាលក៏ជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកដែរបើយោងទៅតាមការសិក្សាប្រសិនបើរបបអាហារប្រចាំថ្ងៃរបស់ស្ត្រីពេញវ័យមានរួមបញ្ចូលស៊ុតនោះវាអាចជួយកាត់បន្ថយហានិភ័យដែលវិវត្តទៅជាជំងឺមហារីកសដនបានដល់ទៅ 18% 8. មានប្រយោជន៍សម្រាប់អ្នករៀបគម្រោងយកកូនវីតាមីន B ក៏ជាផ្នែកមួយនៃអរម៉ូនភេទដែរហើយវីតាមីន B9 ឬអាស៊ីតហ្វូលិកដែលមាននាទីជួយបង្កើតកោសិកាឈាមក្រហមនិងបំពង់សរសៃប្រសាទរបស់ទារកនិងជួយកាត់បន្ថយហានិភ័យដែលធ្វើឲ្យទារកមានបញ្ហាផ្នែកខួរក្បាលលូតលាស់យឺតហេតុនេះហើយបានជាវីតាមីន B9 គឺចាំបាច់ណាស់សម្រាប់ស្ត្រីដែលមានផ្ទៃពោះដែលស៊ុតមាន់មួយគ្រាប់មានផ្ទុក 7 មីលីក្រាមនៃវីតាមីន 9. ថយចុះភាពចាស់ការស្រាវជ្រាវមួយដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រហូឡង់បានបង្ហាញថាក្នុងចំណោមស្ត្រី 87% ដែលមានអាយុចាប់ពី 35 ដល់ 40 ឆ្នាំវានឹងធ្វើឲ្យស្បែកឡើងតឹងណែនស្អាតនិងបំបត្តិភាពជ្រីវជ្រួញចំណែកឯបុរសវិញវាជួយធ្វើឲ្យស្នាមជ្រួញនៅជុំវិញភ្នែកក្លាយជារលោងស្អាតយើងខ្ញុំសូមអរគុណបងប្អូនដែលបានចំណាយពេលស្ដាប់និងមើលវីដេអូនេះហើយយើងខ្ញុំសន្យាថានឹងនាំយកអត្ថបទសុខភាពល្អៗមកឲ្យបងប្អូនស្ដាប់យកចំណេះដឹងនិងដើម្បីថែរក្សាសុខភាពខ្លួនឯងផងដែរសូមជួយចុច like និង subscribe ដើម្បីបន្តមើលវីដេអូក្រោយៗទៀតសូមអរគុណ